ហាត់ឲ្យច្រើនជាងហាត់សុំកូនជាទីស្រឡាញ់អ្នកឲ្យរមែងជាទីស្រឡាញ់ឯអ្នកសូមរមែងជាទីរង្គះពាក្យនេះពិតប្រាកដណាស់កូនមើលតែខ្លួនឯងក៏អាចឃើញបានបើមានអ្នកណាមកសុំអ្វីពីកូនមុនដំបូងកូនអាចមិនទាស់ចិត្តបានតែបើគេសុំរឿយសូម្បីតែវត្ថុចាំបាច់ក៏ដោយកូនក៏មានការដឹងខ្លួនថាមិនពេញចិត្តដែរផ្ទុយមកវិញបើមានអ្នកណាយកអ្វីមកឲ្យកូនរឿយកូនបែរជាចូលចិត្តគេសូម្បីតែរបស់នោះមិនជាចាំបាច់គ្រាន់តែបន្តិចបន្តួចមិនមានតម្លៃអ្វីច្រើនក៏ដោយគង់តែកូនពេញចិត្តគេដែរក្នុងន័យនេះបើកូនធ្វើខ្លួនឲ្យជាអ្នកបរិច្ចាគច្រើនជាងជាអ្នកសុំបានកូនក៏នឹងជាទីស្រឡាញ់រាប់អានរបស់មនុស្សក្នុងទីនោះគេមិនរង្គៀសចំពោះកូនឡើយកូននឹងមានគ្នាច្រើនគេនឹងព្រមទទួលកូននឹងពេលខ្លះគេអាចលើកកូនឲ្យធ្វើជាអ្នកធំដឹកនាំពួកគេទៀតផងការដែលនៅរួមគ្នាជាពួកជាគណៈកូនត្រូវគិតថាយើងនឹងឲ្យអ្វីដល់គេខ្លះកូនត្រូវគិតយ៉ាងនេះឲ្យច្រើនជាងដែលកូនគិតថាយើងនឹងបានអ្វីអំពីគេខ្លះផ្ដើមគិតផ្ដើមធ្វើឲ្យបានរឿយយូរទៅក៏คล้ายជាទម្លាប់នឹងជួយអ្វីនឹងឲ្យអ្វីដល់អ្នកដទៃក៏ធ្វើបានដោយស្រួលដែរឥតមានអល់ឯករារែកអ្វីឡើយមនុស្សដែលគិតដល់អ្នកដទៃច្រើនជាងខ្លួនឯងយ៉ាងនេះនឹងបានទទួលផលដោយដែលបានពោលពីខាងដើមហើយតាមពិតនោះក៏មិនផុតពីការគិតឲ្យខ្លួនឯងដែរតែគិតឲ្យខ្លួនជាមនុស្សល្អគិតឲ្យមានប្រយោជន៍ជាខ្លឹមសារនៃជីវិតដូចនេះឈ្មោះថាធ្វើនៅប្រយោជន៍ទាំងពីរខាងគឺខ្លួនឯងនិងអ្នកដទៃផ្ទុយមកវិញបើធ្វើខ្លួនឲ្យជាមនុស្សនិយមសុំចូលចិត្តទទួលច្រើនជាងចូលចិត្តឲ្យនឹងคล้ายជាមនុស្សចិត្តចង្អៀតជាមនុស្សឃើញតែពីខ្លួនឯងមនុស្សដែលឃើញតែពីខ្លួនឯងចូលចិត្តតែសុំដូច្នេះនឹងជាទីរង្គៀសនៃមនុស្សទូទៅរកគ្នាបានដោយលំបាកទោះជាមានមនុស្សមកគប់រកខ្លះក៏គេមកគ្រាន់តែដើម្បីបានផលប្រយោជន៍របស់គេប៉ុណ្ណោះនឹងរកឲ្យច្បាស់លាស់ពិតប្រាកដនោះមិនងាយមានឡើយចូលកូនមានធម៌4យ៉ាងប្រព្រឹត្តទៅជាមួយមនុស្សទាំងឡាយ4យ៉ាងគឺ1បើគួរឲ្យកូនត្រូវឲ្យ2បើគួរនិយាយពីរោះកូនត្រូវនិយាយពីរោះ3បើគួរជួយការជាប្រយោជន៍កូនត្រូវជួយ4បើគួរឲ្យកិត្តិយសដល់អ្នកដែលនៅជុំវិញកូនត្រូវឲ្យមិនត្រូវវាយរឹកដំកើងខ្លួនឡើយ